សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាមកទីថៃបងប្អូនជាមួយនឹងឆាមសាច់ជ្រូកម្រះប្រៅបងប្អូនអើយគឺថាទំនោរគួរឲ្យចង់ញ៉ាំខ្លាំងមែនទែនអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមបងប្អូនរីករាយតាមដានទស្សនាវីដេអូរបស់ខ្ញុំដូចទៅហើយកុំភ្លេចចុច Subscribe Channel ម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណតិចទៅខ្ញុំដាក់ខ្សែជ្រូកម្រះប្រៅនេះនេះកធំមុនទៅស្រួលកូនតិចមុនតិចទៅឆ្អិនដាក់ត្រូវអត់ទេនេះម្ដងហ្វែចុកចោលខ្ញុំដាក់ទឹកស្ទឹងទៅងោវាឆ្អិនមកបាននឹងឆ្អិនហើយច្រើនតាមតែទៅវាធម្មជាតិដែលពុនឯងជួយប្រែប្រែយកបាយดูបងគ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំធ្វើបាយឆាម្រះប្រៅជាមួយសាច់ជ្រូកបងប្អូនបាយឆាម្រះប្រៅសាច់ជ្រូកនេះបងប្អូនគឺថាទំនងគួរចង់ញ៉ាំខ្លាំងមែនទែនឥឡូវយើងចាប់ដើមភ្លក់បងប្អូនហ្នឹង អ
បងប្អូនជួបគ្នានៅវីដេអូក្រោយជាបន្ត